រសជាតិទឹកត្នោតស្រុកស្រែរបស់សម្បត្តិ KA Food នេះគឺជាប្រភេទភេសជ្ជៈកែច្នៃបើតាមរសជាតិដែលខ្ញុំញ៉ាំដូចជាមិនមែនជាទឹកត្នោតទាបទេប៉ុន្តែជារសជាតិភេសជ្ជៈដែលកែច្នៃអំពីផ្លែត្នោតប្រហែលជាគាត់យកទៅធ្វើបច្ចេកទេសថ្មីមួយបែបផ្សេងទៀតរបស់កំហើញរបស់គាត់បង្កើតជាភេសជ្ជៈឲ្យយើងទទួលទានប៉ុន្តែញ៉ាំទៅរសជាតិឆ្ងាញ់ល្អហើយរសជាតិបែបស្រាលមិនផ្អែមខ្លាំងមិនមានអារម្មណ៍ថាធ្ងន់ខ្លាំងមនុស្សទូទៅអាចពិសាបានមិនជាផ្អែមខ្លាំងថាអ្នកមានជំងឺទឹកនោមផ្អែមក៏អាចទទួលទានបាន